បាទសួស្តីអញ្ចឹងយើងមកបន្តមេរៀនផងយើងបន្តទៀតបាទអញ្ចឹងកាលពីវីដេអូមេរៀនមុនហ្នឹងខ្ញុំបានគូសជា drawing មួយដើម្បីបង្ហាញពីរបៀបប្រើប្រាស់ comment G71 បាទ comment G71 នេះយើងអាចហៅថា stock removal interning បាទហើយនៅក្នុង comment G71 នេះផងដែរមានអ្វីដែលប្លែកហ្នឹងគឺមាន start sequence number ហើយនិង final sequence number បាទអញ្ចឹងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងមកសរសេរកន្លែងនេះបាទសរសេរលំហាត់កន្លែងនេះតែមុននឹងចាប់ផ្ដើមសរសេរហ្នឹងខ្ញុំទៅកែលំហាត់ដែលធ្វើឲ្យខ្ញុំបន្តិចនៅក្នុង Telegram ណាបាទអញ្ចឹងខ្ញុំទៅបើកG71 text នេះមកបាទជា file text បាទអញ្ចឹងកន្លែងនេះគឺខ្ញុំសុំខ្វែងកន្លែងនេះចោលសិនបាទខ្ញុំទុកទៅកន្លែងនេះមកចឹង Telegram ខ្ញុំទុកបាទខ្ញុំទៅបើក Telegram បន្តិចវិញទុកដើម្បីធ្វើការ run កន្លែងនេះមើលថាត្រឹមត្រូវអត់ណាបាទអញ្ចឹងខ្ញុំមកមើលកន្លែងនេះតិចមកអញ្ចឹងកន្លែងនេះយើងផ្ដើមពីក្បិតលេខ1 T0101 បន្ទាប់មក G97 បាទ S1000 ហើយ M03 ណាបាទអញ្ចឹងនៅពេលដែលយើងប្រើ G97 គឺយើងអត់ចាំបាច់ប្រើ G50 គត់ទេបាទប៉ុន្តែបើសិនជាយើងប្រើ G50 គត់យើងប្រើ G96 មានថា maximum speed ផងយើងគឺឲ្យ S ត្រឹមប្រមាណចឹងទៅណាបាទបន្ទាប់មកកន្លែងនេះ G00X105 បាទ set 5បាទកន្លែងនេះគឺមានន័យថាទំហំដែកផងយើងគឺ100បាទ100អញ្ចឹងយើងចោះចតភ្លាមគឺ105បន្ទាប់មក set 5ហើយ x100 បាទចុះទៅ x100 m03 m08 បើកទឹកអញ្ចឹងនៅពេលដែលវាចុះមកគឺបើកទឹកបដាបន្ទាប់មក G71 U2 R1 កន្លែងនេះគឺអត់មានចុចបាទកន្លែងនេះខ្ញុំចាត់ទុកថាខុសណាបាទអញ្ចឹងបើសិនជាយើងសរសេរអត់ចុចចេះដាក់នៅក្នុង CNC បុកទាំងណាបាទអត់ស្គាល់ទេបាទកន្លែងនេះខ្ញុំចាត់ទុកថាខុសបាទក្នុងការសរសេរកូដខ្ញុំទាមទារឲ្យប្រយ័ត្នមែនទែនសម្រាប់ចំណុចចុចហ្នឹងគឺប្រយ័ត្នមែនទែននៅពេលដែលយើងមានការប្រុងប្រយ័ត្ននៅពេលដែលយើងរៀនហើយនៅពេលដែលយើងទៅសរសេរគឺយើងប្រយ័ត្នដូចគ្នាអញ្ចឹងនៅពេលដែលយើងអត់ប្រយ័ត្នទេមើលសរសេរកន្លែងនេះដាក់ចុចឲ្យខ្ញុំទេអត់ប្រយ័ត្នទេយើងលក្ខណៈថាមិនអីដល់ពេលទៅសេក្នុងគ្រឿងគឺបុកហ្មងណាបាទអញ្ចឹងឲ្យខ្ញុំទាមទារឲ្យប្រយ័ត្នមែនទែនដូចកន្លែងនេះមិន G71 បាទ start ពី P20 Q30 កន្លែងនេះខ្ញុំអត់និយាយថាខុសទេប៉ុន្តែសម្រាប់ P1 Q30 នេះយើងប្រើបន្ទាត់30ឡាញបានគេសរសេរ P20 Q30 អញ្ចឹងណាបាទអញ្ចឹងបើសិនជាយើង start ពី P1 អញ្ចឹងទៅ Q2 អញ្ចឹងទៅដេញគ្នាទៅណាបាទហ្នឹងហើយកន្លែងនេះ F3 អត់មានចុចដែរបាទហើយ N20 បាទ start មក G0X26 G01 បាទបន្ទាប់មក X26 ចុះមក26បន្ទាប់មក G01 Z0 បាទ Z0 F0.2 ណាបាទកន្លែងនេះកន្លែងនេះមានន័យថាឲ្យទៅ0ហើយបន្តិច X30 set ដក2កន្លែងនេះគឺយើងលុបជ្រុងเนาะបាទកន្លែងនេះលុបជ្រុងបន្ទាប់មក set 60កន្លែងនេះត្រូវអស់ហើយ x50 set ដក62ហើយកន្លែងនេះ set ដក85បាទកន្លែងនេះគឺ connect បាទ70កន្លែងនេះ set ដក130បាទទៅត្រង់130បាទបន្ទាប់មកកន្លែងនេះគឺ90ទៅ z ដក100នេះ connect ដែរបាទ set 100បាទ n30 បញ្ចប់នៅកន្លែង x បាទកន្លែងនេះនៅពេលដែលបញ្ចប់គឺ x 105ហ្មងណាបាទអញ្ចឹងមានន័យថាកូដនេះបញ្ចប់កន្លែងនេះគឺវាចាប់ពី G01 កន្លែងនេះផងយើងណាបាទចាប់ពី G01 កន្លែងនេះមកប្រើកន្លែងនេះបាទអញ្ចឹងបន្ទាប់ពីដល់ x105 ហើយ G0 set 20បាទសម្រាប់ G0 set 20នេះយើងឲ្យបកទៅ Z20 វិញបាទ Z20 អញ្ចឹង x កន្លែងនេះបាទអញ្ចឹងសម្រាប់ប្រើនៅក្នុងកូដ G71 បាទកន្លែង G0 X20 នេះមិនបាច់ប្រើទេណាបាទខ្ញុំលុបចោល
ដោយសារនៅពេលដែលវាចប់គឺវារត់ណាបាទវារត់ទៅចំណុចកន្លែងនេះវាចាប់ចំណុចនេះកន្លែងនេះអូតូតែនៅពេលដែលវារត់មកដល់ចំណុចកន្លែងនេះអូតូណាបើសិនជាវាដូរក្បិតកន្លែងនេះបុកបាទអញ្ចឹងកន្លែងនេះខ្ញុំខមមិនឲ្យប្រើ G28 នៅពេលដែលដូរក្បិតណា G28 បាទនៅពេលដែលដូរក្បិតខ្ញុំខមមិនឲ្យទៅ home ហ្មង U0 W0 បាទខ្ញុំខមមិនឲ្យទៅ home ហ្មងណាបាទទៅ home ពឹបបាទលបឿនចាប់ដើមលបឿន S1005 T02 ដូរក្បិតពងណាបាទអញ្ចឹងឲ្យសុវត្ថិភាពមែនទេនៅពេលដែលយើងបញ្ចប់ line នេះយើងឲ្យវាទៅ home សិនទៅបាទអញ្ចឹងឲ្យវាដូរនៅក្បិតដូរនៅ home គឺ vowel មិនក៏អត់បុកដែរតែបើសិនជាយើងដូរនៅកន្លែងហ្នឹងយើង Z 20ទៅ Z 20យើងអត់ប្រាប់ x ប៉ុន្មានទេមែនអត់បាទអត់ប្រាប់ x ប៉ុន្មានទេអញ្ចឹងអាច vowel ទៅបើសិនដុំការធំបុកបាទកន្លែងនេះនៅពេលដែលចប់ n line 30នេះនៅពេលដែលចប់ line នេះគឺជា28 u0 w0 ឲ្យទៅ home បាទឲ្យខ្ញុំ recommend ឲ្យទៅ home ហ្មងឲ្យវាទៅដូរក្បិតនៅ home ចុះលុះត្រាតាគ្រឿងកម្លាំងយើងវែងវាខាតពេលរត់ទៅ home ឆ្ងាយពេកបាទយើងអាចឲ្យ x G0 ឲ្យ x ទៅប៉ុន្មានឧទាហរណ៍ទៅ200ឬក៏300អញ្ចឹងទៅហើយ z 200ឬក៏300អញ្ចឹងទៅបានវា vowel ដូរក្បិតកន្លែងហ្នឹងទៅវាអត់បុកណាបាទអញ្ចឹងបើសិនជាគ្រឿងកម្លាំងយើងតូចបាទឲ្យទៅ home ណាបាទហ្នឹងហើយឲ្យទៅ home សុវត្ថិភាពកន្លែងនេះ S1005 T02 បាទអញ្ចឹងដល់ពេលដល់ home ពឹបវាដូរលបឿនហើយដូរក្បិតណាបាទតមក G0 set 5បាទកន្លែងនេះ G0 set 5 G0 set 5ដូចខ្ញុំធ្លាប់ប្រាប់ហើយបាទកន្លែងហ្នឹងបើសិនជាយើងសរសេរអញ្ចឹងបាទបើសិនជាយើងសរសេរអញ្ចឹងវាមានន័យថាកន្លែងនេះគឺជាកន្លែងhome បាទអញ្ចឹងបើសិនជាយើងសរសេរថា G0 set 5វារត់ទៅចេះរត់ត្រង់អញ្ចឹងហ្មងណាបាទចំណុចកន្លែងហ្នឹងណាបាទអូខេអញ្ចឹងកន្លែងនេះ G0 set 5បាទទៅដល់ set 5ហើយ set 5ដុំការយើងនៅណែបាទដុំការយើងនៅណែបាទ Z5 នៅណែអញ្ចឹង Z5 ហ្នឹងមានន័យថាកម្លាតពីកន្លែងនេះមកកន្លែងនេះបាទអញ្ចឹង Z5 ហើយបន្ទាប់មកបានយើងឲ្យ G7 គុត P20 Q30 មានន័យថា finish បាទ finish វាចាប់កូដពីកន្លែងនេះរត់មក finish ឲ្យយើងដល់ត្រឹមនេះណាបាទអញ្ចឹងកន្លែងនេះយើងអាចសរសេរណាសេចេះវិញបាទសរសេរដូចកន្លែងនេះមកនេះ x105 បាទកន្លែងនេះយើងឲ្យ x105 បាទចុចមកបាទអញ្ចឹងកន្លែងនេះ G0 x105 set 5ណាបាទបន្ទាប់មក G7 គុត P20 Q30 អានេះផ្ដើមពី line 1ខ្ញុំ recommend ឲ្យប្រើមួយវិញ P1 Q2 បាទអត់ចាំបាច់ប្រើដល់ line 30 ចឹងទេមួយបន្តមកកន្លែងនេះ N2 បញ្ចប់កន្លែងនេះ N2 ណាបាទកន្លែងនេះដូចគ្នាដែរ P1 បាទ Q2 បាទអញ្ចឹងបើសរសេរគេសរសេររាប់រយ line បានគេសរសេរដល់ P ហើយបន្ទាប់មក P3 Q4 ហ្នឹងទៅដេញគ្នាតរហូតចឹងទៅណាបាទអញ្ចឹងកន្លែងនេះខ្ញុំ recommend ឲ្យប្រើអញ្ចឹងបាទហើយបន្ទាប់មកទៀតកន្លែងនេះបាទកន្លែងនេះយើងមកមើលណានៅពេលដែល finish verb នេះកន្លែងនេះនៅពេលដែល finish បញ្ចប់ពឹបនេះអញ្ចឹងកូដ G71 នេះវាចាប់កន្លែងនេះអូតូអញ្ចឹងមានថាក្បិតវារត់ទៅ position នេះនៅពេលដែលរត់ទៅ position ហ្នឹងពឹបនេះវាដូរក្បិតលេខ3នេះបវលក្បិតពងអញ្ចឹងបើសិនជាក្នុងពុំក្បិតផាន់យើងមានផ្លែស្វានផ្លែអីវល់មកបុកដុំការប៉ាំងហ្មងណាកន្លែងនេះអត់ធ្វើអញ្ចឹងទេបាទអញ្ចឹងនៅពេលដែលចប់បើសិនជាចង់ដូរក្បិត G28 U0 W0 បាទបន្ទាប់មកมันអាចយកគ្រូនេះมันអាចយកលបឿន finish យកមកគ្រូបានទេឃើញអត់ចំណុចកន្លែងនេះណាបាទកន្លែងនេះมันអាចយកលបឿន finish យកមកគ្រូអត់ចូលទេណាក្បិតបាយក្បិតអស់
សឹកក្បិតខ្ទេចណាបាទចឹងកន្លែងនេះអត់ធ្វើអញ្ចឹងទេបាទចំពោះលបឿនគ្រូអស់ច្រើននេះយើងប្រើ500មិនដល់1000ផង500 M03 បាទ S500 M03 ណាបាទបន្ទាប់មក G28 ទៅ S500 ទៅដល់ home ពឹបបាទបន្ទាប់មកទៀតបានដូរលបឿនហើយបដូរក្បិតពងបាទបន្ទាប់ពីបដូរក្បិតហើយបាទកន្លែងនេះយើងឲ្យ G0 X បាទ X 105ទៀតចុច Z5 ចុចបាទ Z5 ចុចឲ្យរត់ទៅកន្លែងដែលនេះដូចគ្នានេះ G0 ណា G0 បាទ G0 បាទបន្តមកចូល Grow សម្រាប់កូដ Grow នេះខ្ញុំអាចនិយាយថាយើងអត់ត្រូវប្រើកូដហ្នឹងទេកូដនេះប្រើ Grow បានសម្រាប់ Aluminum ឬក៏ដែកផុយដូចជា C45 អីយើងអាចប្រើកូដហ្នឹងបានណាបាទប៉ុន្តែសម្រាប់បើសិនជាដៃរឹងប្រើកូដនេះអត់ចូលទេបែកក្បិតបុកបាក់ក្បិតហ្មងណាបាទកន្លែងនេះកូដកន្លែងនេះចឹងក្នុងការ growing គឺយើងប្រើ G75 ណាបាទ G75 សម្រាប់ grow កន្លែងនេះយើងសរសេរកូដដៃអត់បញ្ហាទេយើងអាចប្រើបានប៉ុន្តែក្នុងការ grow វាត្រូវថយចោះថយมันអាចទៅវឺបរហូតដល់ពីចង្ងាយមកមានថាកន្លែងនេះវា x 105មកបន្ទាប់មក x ចុះមកកន្លែងនេះខ្ញុំលុបកុំឲ្យជន់នេះខ្ញុំលុប G0 ចោលបន្ទាប់មកដល់ x បាទចុះមក x បាទ x កន្លែងនេះយើងមើលយើងសរសេរមក G0 x 55សិត60ដក60ចឹងមានថាវារត់ចុះមកវឺបមកដល់កន្លែង x 55ហ្នឹងហ្មងណាបាទកន្លែង grow គេអត់ភាគច្រើនគេអត់សរសេរអញ្ចឹងទេកន្លែងនេះគេលុបចេញបាទចឹងគេឲ្យដល់ប៉ុណ្នេះបន្ទាប់មក z ថយមកត្រង់ចេះថយមកត្រង់ចេះសិនមកដល់ position ហ្នឹងបន្ទាប់មកបានឲ្យ x ចុះបាទឲ្យ x ចុះមកបាទចឹង x ចុះមកប៉ុន្មានមិញ x 55ចុច AB ណាបាទចឹងបន្ទាប់ពីចុះអញ្ចឹងហើយបាន G មិនអាចរត់មកស្មើទេអាចបុកអាចអីវាគ្រោះថ្នាក់ឡើយនឹង G01 x 26ចឹងយើងមើលណាមើលចំណុចកន្លែងនេះពី x 55មករហូតដល់ x 26ធំមែនទេណាតើកបិតផងយើងអាចដល់អត់ចំណុចកន្លែងហ្នឹងយើងមើលបាទនេះកន្លែងនេះយើងសិក្សាមែនទែនពី x 55មាន55មកចុះមកដល់ x 26បាទកន្លែងនេះ G0 x 35ឡើងទៅ35វិញ35ហើយសិតដក58បាទគិចមកថយក្រោយហើយมัน G01 x ប៉ុណ្ណឹងទៀតដក60ដូចគ្នាណាបាទអូខេកូដនេះខ្ញុំមិនថាខុសទេប៉ុន្តែបើសិនជាយើងប្រើកូដឡើងនេះបើកម្លាំងមែនទែនអាចនឹងមានបញ្ហាណាបាទឡើងនេះណានេះបាទអញ្ចឹងកន្លែងកូដឡើងនេះយើងសរសេរយើងប្រយ័ត្នតិចកូដគ្រូណាបាទអូខេឥឡូវខ្ញុំកែតែប៉ុណ្្នឹងឯងបាទឥឡូវយើងចាប់ផ្ដើមចូលទៅសរសេរកូដកន្លែងនេះផងយើងវិញកន្លែងនេះរៀងវែងដែរបាទអញ្ចឹងកន្លែងនេះយើងមកមើលមកកន្លែងនេះទំហំដុំការផងយើង80បន្ទាប់មកកន្លែងនេះ60ហើយមានប្រវែងវាកន្លែងនេះមកដល់កន្លែងនេះគឺកន្លែងនេះគេដាក់140បាទត្រឹម140កន្លែងនេះបន្ទាប់មកដល់កន្លែងនេះ40 90ណាបាទកន្លែងនេះអូខេអញ្ចឹងឥឡូវយើងចូលទៅក្នុង CNC Simulator របស់យើងដើម្បីសិតទំហំដុំការរបស់យើងទំហំរបស់យើងគឺ100ទំហំណាបាទ100ហើយប្រវែងរបស់យើងគឺយើងមកមើលសិនមកប្រវែងរបស់យើងគឺប្រវែងសរុបទាំងអស់គឺកន្លែងនេះត្រឹមនេះ140អញ្ចឹងកន្លែងយើងចាប់យើងអីទៀតយើងយក160ចុះណាបាទកន្លែងនេះយើងយក160បាទ160បន្ទាប់មកយើងដកកន្លែងចាប់
បាទដកចាប់ឲ្យចាប់ត្រឹមកន្លែងនេះយើងត្រូវការ140យើងសល់កន្លែងនេះ6លីណាកន្លែង L3 នេះបាទ enter មួយមក escape បន្តមកកន្លែងនេះយើងយកកបិតបាទកបិតលេខ1យករបៀបនេះចុះ enter escape មកបន្ទាប់មកខ្ញុំយកកន្លែងនេះខ្ញុំស៊ីតារ៉ាស់ខ្ញុំអត់យក finish ចឹងខ្ញុំយកកបិតតែមួយណាបាទបន្តមកទៀតកន្លែងនេះយើង tick បាទយក tick អូខេកបិតលេខ1បាទអូខេចឹងបន្ទាប់មកយើងសរសេរមកយើងផ្ដើមពីតេ001យក B មក insert បន្តមកដោយសារតែទំហំដុំការយើង100ចឹងយើងប្រើ S យើងមិនបាច់ចម្ប្រើ G97 នៅពេលដែលយើងប្រើ S ក៏វាដឹងថា G97 ដែរចឹង S ផងយើងប្រើ1200ចុះ M03 UB insert បន្តមក G0 X 105 ចុច set 5 ចុច UB insert បាទប៉ុណ្ណឹងបន្តមកយើងប្រើ G71 បាទខ្ញុំប្រើ G71 U បាទ U ខ្ញុំឲ្យ C ម្ដងនេះដោយសារតែខ្ញុំធ្វើវីដេអូបង្ហាញជាមេរៀនខ្ញុំឲ្យ C ម្ដង2ដើម្បីលឿនចុច Air នេះខ្ញុំឲ្យ retract 1ចុច UB insert បន្តមក G71 ទៀតបាទ P1 Q2 បាទ U ឡើយនេះខ្ញុំទុក0.5 ចុះដើម្បីយើងមើលឃើញណា W ឡើយនេះខ្ញុំអត់ទុក0 ចុច F កន្លែងដោយខ្ញុំយក2ចុះបាទដើម្បីយើងនៅពេលដែលយើង simulation វាទៅដើម្បីឲ្យវាលឿនណាបាទបន្ទាប់មកទៀតយើងផ្ដើមពី N1 បាទ G00 បាទយើងមកមើលកន្លែងនេះ G0 នេះ X មុន X គឺយើងយកទំហំតូចជាងគេបំផុតគឺ30ហើយនេះណាបាទចឹងកន្លែងនេះ G0 X 30ចុច UB insert ណាបាទចឹងបន្ទាប់ពីចុចហើយយើងមកមើល drawing ផងយើងមកមានលុបជ្រុងចឹងកន្លែងនេះគេអត់សរសេរលុបជ្រុងទេបន្ទាប់មក20បាទ20កន្លែងនេះគឺយើងសរសេរ G01 Z ដកកន្លែងនេះអត់ចេញសញ្ញាទៀតដកបាទដក20ចុច F ណាបាទ F កន្លែងនេះខ្ញុំយក2ដែរចុះបាទប៉ុន្តែមែនទែនគឺយើងត្រូវតែនេះណាបាទត្រូវតែកណនីកន្លែងនេះខ្ញុំបានប្រាប់ឲ្យលបឿនហើយនៅ fit rate កណនីមកបាទបន្តមកទៀតយើងមកមើលចូលមកដល់កន្លែងនេះពឹបកន្លែងនេះ x30 បន្តមកកន្លែងនេះ40អញ្ចឹងយើងធ្វើម៉េចបាទឡើងមកដល់កន្លែងនេះចំណុចកន្លែងនេះគឺ40ដក40ណាបាទអញ្ចឹងកន្លែងនេះនៅពេលដែលដល់ប៉ុណ្នេះហើយយើងសរសេរមក x40 ចុចបាទ set កន្លែងនេះដកដែរណាដក40ដែរដក40ចុច UB insert ណាបាទអញ្ចឹងចាប់ដើមកោនិចដល់កន្លែងហ្នឹងបាទដល់កន្លែងនេះចំណុចកន្លែងនេះវាឡើងពី30ទៅ40បន្តមករត់ត្រង់ណាបាទរត់ត្រង់ត្រឹមនេះមករត់មកគឺដក60បាទកន្លែងនេះអញ្ចឹងយើងសរសេរមក Z ដកខ្ញុំសុំ copy កន្លែងនេះចុះលឿនជាងបាទកន្លែងនេះខ្ញុំកែបន្តិចគឺ60បាទ Z ដក60 EOB insert ណាបាទបន្ទាប់ដល់ពេលដល់ count nick កន្លែងហ្នឹងហើយវារត់ត្រង់មកដល់កន្លែង60កន្លែងនេះដល់ត្រឹមនេះបន្ទាប់មកទៀតទៅកោងឡើងត្រឹមនេះចឹងកន្លែងនេះ50ចំណុចកន្លែងនេះគឺ70បាទចឹងកន្លែងនេះយើងឲ្យ x បាទ x 50ចុចបាទ z បាទ z កន្លែងនេះគឺដក
set កន្លែងនេះគឺដកមកមើលបន្តិចកន្លែងនេះគឺ70ណាបាទត្រឹមនេះដក70ចុច EUB insert ណាបាទអញ្ចឹងបន្ទាប់ពីដល់ចំណុចកន្លែងនេះហើយត្រង់រត់ត្រង់មកទៀតត្រង់ត្រឹមនេះគឺ set ដក90ណាបាទអញ្ចឹងកន្លែងនេះz ដកខ្ញុំសុំ copy កន្លែងនេះចុះបាទ z ដក90អូខេ EOB insert បញ្ចូលមក enter ហ្នឹង insert ហ្នឹងឯងណាបាទបន្តមកទៀតត្រឹម90នេះបន្តមកឡើងពី90នេះឡើងទៅដល់ប៉ុន្មានដល់60ណាបាទកន្លែងនេះពីកន្លែង50កន្លែងនេះដល់60ប៉ុន្តែប្រវែងវាគឺ110ណាបាទអញ្ចឹងកន្លែងនេះ x យើងឲ្យ x បាទ x 60 x 60 z បាទ z ដកកន្លែងខ្ញុំ copy កន្លែងនេះសិតដក110ឡើងនេះណា110ណាបាទតមកទៀតយើង enter មក insert មកបាទ insert មកបាទអញ្ចឹងដល់110ឡើងនេះបន្តមករត់ត្រង់មកត្រឹមនេះរត់ត្រង់មកត្រឹមគឺសិតដក140គឺអស់ហើយណាបាទបញ្ចប់ត្រឹមហ្នឹងហើយនេះចប់ត្រឹមហ្នឹងអញ្ចឹងនៅពេលដែលបញ្ចប់ត្រឹមហ្នឹងគឺយើងប្រើ N2 ណាបាទ N2 កន្លែងនេះ N2 យើងប្រើ G01 ណាG01 Z បាទ Z កន្លែងនេះគឺដកបាទ Z ដក140 Z ដក140ចុចបាទបន្ទាប់មកប្រើ F កន្លែងនេះយើងប្រើ2ដែលចុះ insert ណាបាទហើយបន្ទាប់មកកន្លែងនេះខ្ញុំប្រើ M09 EOB insert បាទ G28 U0 W0 EOB insert បន្តមក M30 បាទចេះមកអញ្ចឹងកន្លែងនេះខាងលើមិញគឺខ្ញុំអត់ទាន់បានបើកទឹកបាទកន្លែងនេះរត់ដល់កន្លែងពឹបរត់ដល់កន្លែងនេះបាទខ្ញុំមកបើកទឹកកន្លែងនេះ M03 កន្លែងនេះបាទខ្ញុំមកមើលមកនេះខ្ញុំស៊ីរ៉ាស់ណាខ្ញុំអត់ស៊ី finish ទេបាទចឹងកន្លែងនេះបើសិនជាខ្ញុំចង់ស៊ី finish ខ្ញុំថែមកន្លែងនេះមកនេះថែមកន្លែងនេះឧទាហរណ៍ខ្ញុំអត់ដូរកបិតទេខ្ញុំឲ្យកបិតអណ្ដាល finish ណាបាទចឹងកន្លែងនេះខ្ញុំថែម G7 គុតបាទ P1 Q2 QB ណាបាទចឹងវា finish ហើយបានវាទៅ home វាបញ្ចប់ណាបាទឥឡូវយើងចាប់ដើម start ទាំងអស់គ្នាមួយវាខុសត្រូវយ៉ាងម៉េចនេះខ្ញុំស៊ីម្ដង2លីមើលទៅរៀងចង់តិចណាអញ្ចឹងការសរសេរកូដកន្លែងចុចសំខាន់ណាស់បាទហ្នឹងហើយគួរតែកន្លែងហ្នឹងយកចិត្តទុកដាក់បន្តិចបាទកន្លែងចុចហ្នឹងបាទសំខាន់មែនទែនហើយខ្ញុំផ្ដាំទៀតសម្រាប់ការសរសេរកូដដោយសារតែខ្ញុំធ្លាប់មានសិស្សខ្ញុំបុកច្រើនដោយសារតែបញ្ហារឿងហ្នឹងអញ្ចឹងបានខ្ញុំចេះតែបញ្ជាក់ម្ដងហើយម្ដងទៀតពីកន្លែងដែលយើងរៀនហ្នឹងគឺយើងត្រូវតែច្បាស់លាស់កន្លែងចំណុចកន្លែងហ្នឹងបាទនេះដោយសារយើងស៊ីនេះពេកណាបាទដោយសារតែយើងស៊ីកលៈចុះពេកទៅវាមើលទៅវាអត់នេះតែបាទហ្នឹងហើយ
បាទអញ្ចឹងឃើញថាខ្ញុំសូម cancel ចោលសិនបាទឃើញថាដូចជាលំហាត់ផុនយើងហើយបាទដោយសារតែក្នុងនេះយើងអត់មានលុបជ្រុងលុបអីទេបាទហើយមើលកូដទៅវាអត់មានបញ្ហាអីទេបាទហើយកន្លែងនេះបើសិនជាយើងអត់ដូរកបិតទេយើងអាចថែម G កន្លែងនេះបណ្ដោយទៅបាទតែបើសិនជាយើងដូរកបិតយើងឲ្យទៅ home សិនមិនយើងដូរកបិតណាបាទគ្រាន់តែបញ្ជាក់កន្លែងហ្នឹងទេហើយសម្រាប់ការសរសេរបាទឲ្យច្បាស់លាស់កន្លែងចុចកន្លែងអីហ្នឹងបាទកុំចង់លឿនមួយប៉ុន្តែឲ្យច្បាស់បាទដោយសារតែម៉ាស៊ីនហ្នឹងបុកឲ្យដូចខ្ញុំនិយាយអញ្ចឹងបើបុកហើយគឺខ្ទេចខ្ទីហើយវាអាចគ្រោះថ្នាក់ដល់អ្នក operate ទៀតណាបាទអូខេអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយចាំជួបគ្នានៅវីដេអូមេរៀនបន្តទៀត